ស្ដាប់មើលបងប្អូនសំឡេងទឹកខោដែលមិនចេះនឿយណាយនិងពន្លឺថ្ងៃលិចដែលកំពុងរៀបខ្លួនចាក់ចេញជីវិតយើងក៏មិនខុសអ្វីពីចរន្តទឹកដែលហូរកាត់ដុំថ្មនេះដែរទោះត្រូវជួបឧបសគ្គរារាំងយ៉ាងណាក៏នៅតែត្រូវស្វែងរកផ្លូវដើរទៅមុខជានិច្ចកុំខ្លាចនឹងការផ្លាស់ប្ដូរហើយក៏កុំភ័យព្រួយនៅពេលដែលពន្លឺថ្ងៃត្រូវបានបិទបាំងព្រោះការរលាយឈប់នៅថ្ងៃនេះគឺជាការរៀបចំខ្លួនដើម្បីទទួលយកព្រះអាទិត្យថ្មីនៅថ្ងៃស្អែកបងប្អូនយើងក្រឡេកមកមើលភាពសាមញ្ញនៃធម្មជាតិវិញសត្វលោកដែលរស់នៅដោយក្តីសុខមិនខ្វល់ខ្វាយពីភាពអ៊ូអរនៃពិភពលោកនៅក្រោមម្លប់នៃភ្នំដ៏រឹងមាំនេះដែលឈរយ៉ាងអង្អាចរាប់ពាន់ឆ្នាំមកហើយវាបានបង្រៀនយើងថាភាពរឹងមាំពិតប្រាកដមិនមែនស្ថិតនៅលើការស្រែកខ្លាំងៗនោះទេប៉ុន្តែគឺស្ថិតនៅលើភាពអត់ធ្មត់និងការឈរឲ្យបានរឹងមាំទោះជាត្រូវឆ្លងកាត់ព្យុះភ្លៀងកម្រិតណាក៏ដោយពេលដែលផ្ទៃមេឃចាប់ផ្ដើមស្រទុំហើយសំឡេងសត្វលោកចាប់ផ្ដើមបន្លឺឡើងនៅក្នុងព្រៃវាក៏ជាពេលវេលាដែលយើងវិលត្រឡប់មកជួបខ្លួនឯងវិញភាពម្នាក់ឯងមិនមែនជារឿងគួរឲ្យខ្លាចនោះទេតែវាគឺជាឱកាសដ៏វិសេសវិសាលដែលយើងអាចស្ដាប់សំឡេងបេះដូងខ្លួនឯងឲ្យបានច្បាស់ជាងមុនភាពស្ងប់ស្ងាត់គឺជាឱសថព្យាបាលព្រលឹងដែលជួយឲ្យយើងមើលឃើញពីតម្លៃពិតនៃជីវិតដែលនៅជុំវិញខ្លួនយើងបងប្អូនសូមមើលទៅផ្កាឈូកដ៏ស្រស់ស្អាតទាំងនេះពួកវាបានរីកដុះដាលចេញពីភក់ជ្រាំដ៏ខ្មៅងងឹតប៉ុន្តែបែរជាអាចបង្ហាញសម្រស់យ៉ាងបរិសុទ្ធនិងមានក្លិនក្រអូបឈ្ងុយឆ្ងប់ជីវិតយើងម្នាក់ៗក៏ដូច្នោះដែរទោះជាដើមដំបូងយើងត្រូវឆ្លងកាត់ការលំបាកឬការឈឺចាប់ដែលប្រៀបដូចជាភក់ជ្រាំក៏ដោយឲ្យតែយើងមិនបោះបង់ក្តីសង្ឃឹមនិងនៅតែមានជំនឿនៅលើខ្លួនឯងនោះយើងប្រកាសជាអាចរីកដុះដាលនិងមានសម្រស់យ៉ាងអស្ចារ្យដូចជាផ្កាឈូកទាំងនេះមិនខានបងប្អូនទាំងអស់គ្នាជឿខ្ញុំចូលដើរទៅមុខដោយស្នាមញញឹមជីវិតយើងគឺជាស្នាដៃសិល្បៈមួយដែលយើងជាអ្នកកំណត់ជឿជាក់លើខ្លួនឯងស្រឡាញ់ផ្លូវដែលយើងកំពុងតែដើរព្រោះអ្វីៗដែលកើតឡើងសុទ្ធតែមានអត្ថន័យសម្រាប់យើងជានិច្ចសូមអរគុណច្រើនចំពោះការតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ជាចុងក្រោយកុំភ្លេចជួយចុច follow នៅ page ខ្ញុំបានមួយផងដើម្បីជាកម្លាំងចិត្តយើងទាំងអស់គ្នានឹងដើរទៅជាមួយគ្នាដោយក្តីសង្ឃឹមជានិច្ចអរគុណច្រើនគោរពលា